តាមាននរណាទៅដែលហ៊ានលះបង់ជីវិតដើម្បីកូនដូចជាម៉ែឪមាននរណាទៅដែលល្អចំពោះកូនដូចជាម៉ែឪមាននរណាទៅដែលព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនដូចជាម៉ែឪគឺដូចជាគ្មានសោះឡើយលើផែនដីនេះមានតែម៉ែឪទេដែលហ៊ានធ្វើដើម្បីកូនគ្រប់យ៉ាងបើម៉ែឪលះបង់អ្វីគ្រប់យ៉ាងចំពោះកូនទៅហើយនោះម្លេចក៏ចេះតែធ្វើឲ្យម៉ែពិបាកចិត្តឥតឈប់ឥតឈរបែបនេះហេតុអ្វីបានជាកូនមិនដែលធ្វើឲ្យម៉ែឪសប្បាយចិត្តម្ដងណាអញ្ចឹងម៉ែឪតែងតែញញឹមទុកក្នុងចិត្តជានិច្ចថាពេលកូនធំឡើងកូននឹងក្លាយខ្លួនទៅជាកូនល្អតែផ្ទុយខុសស្រឡះពីចិត្តគំនិតដែលរំពឹងទុកព្រោះកូនធំឡើងកាន់តែរឹងរូសមិនស្ដាប់ពាក្យដំបូន្មានរបស់ម៉ែឪឡើយក្នុងមួយជីវិតរបស់ពុកម៉ែគឺពុកម៉ែចំណាយពេលវេលាច្រើនណាស់ក្នុងការរស់នៅជាមួយនឹងកូនធ្វើសពធ្វើគ្រប់ដើម្បីកូនទាំងការចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមការពារទាំងការអប់រំទូមានព្រានប្រដៅការងារទាំងអស់នេះគឺពុកម៉ែធ្វើសឹងតែមួយជីវិតរបស់ពុកម៉ែទៅហើយតែពុកម៉ែមិនខ្ជិលច្រអូសឡើយពុកម៉ែធ្វើដោយចិត្តស្មោះចំពោះកូនជានិច្ចទោះបីជាពុកម៉ែក្រីក្រខ្វះទ្រព្យសម្បត្តិចិញ្ចឹមកូនក៏ពិតមែនតែពុកម៉ែមិនដែលបោះបង់កូនចោលឡើយពុកម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ដោយដៃរបស់ពុកម៉ែរហូតកូនធំដឹងក្តីគ្រប់គ្នាទុះក្តៅរងាភ្លៀងផ្គរយ៉ាងណាពុកម៉ែនៅតែធ្វើការងារគ្មានថ្ងៃសម្រាកឡើយ